កិច្ចប្រជុំបូកសរុបសភាពការនិងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខស្ដាប់ធ្នាប់សាធារណៈសវត្ថិភាពសង្គមប្រចាំឆ្នាំ2025និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ2026របស់អធិការដ្ឋាននគរបាលស្រុកពោធិ៍នៅព្រឹកថ្ងៃច័ន្ទ9កើតខែបោះឆ្នាំវស្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី12ខែមករាឆ្នាំ2026នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកពោធិ៍ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយកឧត្តមសេនីយ៍សុថេនអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍តូហ៊ូតសុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការនិងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខស្ដាប់ធ្នាប់សាធារណៈសវត្ថិភាពសង្គមប្រចាំឆ្នាំ2025និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ2026របស់អធិការដ្ឋាននគរបាលស្រុកពោធិ៍ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីលោកស្រីស្នងការរងលោកអធិការរងលោកនាយរងផ្នែកលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកពោធិ៍ផងដែរក្នុងកិច្ចប្រជុំនេះឱកាសនោះដែរលោកឧត្តមសេនីយ៍តូស្នងការបានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចការពាររក្សាសន្តិសុខសុវត្ថិភាពស្ដាប់ធ្នាប់សាធារណៈនាពេលកន្លងមកបានយ៉ាងល្អប្រសើរបន្ថែមលើនេះផងដែរលោកឧត្តមសេនីយ៍តូស្នងការបានមានប្រសាសន៍ណែនាំបន្ថែមទៀតដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បង្កើនសាមគ្គីភាពផ្ទៃក្នុងពង្រឹងកិច្ចការងារជំនាញការពារធានារក្សាសន្តិសុខស្ដាប់ធ្នាប់សាធារណៈពិសេសយកចិត្តទុកដាក់លើបញ្ហាក្មេងទំនើងគ្រឿងញៀនល្បែងស៊ីសងនិងបទល្មើសផ្សេងទៀតដែលអាចកើតមានក៏ដូចជាបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសកាត់មានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនិងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពក្នុងនោះផងដែរក៏មានការធ្វើបទអន្តរាគមន៍ពីលោកអធិការនិងកម្លាំងជំនាញព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍អំពីលទ្ធផលការងារដែលសម្រេចបាននិងដឹងពីបញ្ហាប្រឈមដែលនៅសេសសល់សម្ដៅរួមគ្នាលើកបទពិសោធន៍ការងារកំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ2026ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍តូស្នងការក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិតសុសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកែសួនសុភីសុសុខាជូនដល់កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពោធិ៍និងសូមជូនពរដល់កងកម្លាំងទាំងអស់មានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចនិងទទួលបាននូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយនាំមកជូនដោយហាងនៅសាលៀនមានលក់អាគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168